ហើយចេះវិញ្ញាណខុសត្រូវមិនមានះមិនជជែកយកឈ្នះទាំងកំរោលចេះខុសប៉ុន្តែចេះកែខ្លួនហើយដោះស្រាយស្ថានភាពឲ្យធូរស្រាលមកវិញនេះជាគុណសម្បត្តិដ៏ល្អប្រសើររបស់កូនណាវ៉ាន់ឌីលោកដៃស្រវាអោបឪពុកយ៉ាងណែនប៉ាកូនស្រឡាញ់ប៉ាណាស់ណាលោកប៉ាក៏ស្រឡាញ់កូនដូចគ្នាដែរណាកូនវ៉ាន់ឌីក៏បែរមករកចរិយាហើយនិយាយបន្តថាម៉ាក់គឺជាស្ត្រីដ៏ល្អមួយរូបដែលយើងគ្រប់គ្នាគួរកត់សម្គាល់ហើយចងចាំខ្ញុំសូមប្រកល់នាមជូនម៉ាក់ថាជាសារណីមេដាប្រចាំប្រទេសខ្មែរសតវត្សទី21ហើយចរិយាញញឹមតបវិញយ៉ាងស្រស់បំព្រងអរគុណណាស់ណាឌីប៉ុន្តែអ្នកដែលគួរទទួលរហស្សនាមថាជាសារណីមេដាប្រចាំកម្ពុជានោះគឺជាស្ត្រីមួយរូបផ្សេងទៀតទៅសមរម្យជាងវ៉ាន់ឌីបើកភ្នែកធំហេតុអ្វីបានទៅជាដូច្នេះវិញម៉ាក់គឺព្រោះស្ត្រីម្នាក់នោះបានប្រព្រឹត្តខ្លួនយ៉ាងពេញលក្ខណៈជាម្ដាយដ៏មានចិត្តធម៌ជាទីគោរពនិងជាទីចងចាំរបស់កូនដែលខ្វះពុំអ្នកអាស្រ័យថ្មីបើគាត់មានឋានៈត្រឹមជាម្ដាយចុងក៏ដោយគាត់ធ្លាប់បានបង្ហូរញើសឈាមធ្វើការរកស៊ីតក់ដើម្បីចិញ្ចឹមក្មេងដែលជាកូនដើមផងជាកូនចិញ្ចឹមផងនិងជាក្មេងពិការជាកូនបង្កើតផងក្រោយពីបុរសជាស្វាមីអស់បុណ្យទៅពេលនោះកូនស្រីរបស់គាត់ទៅប្រសូតមកមិនបានប៉ុន្មានខែផងដោយសារតែគំរូដ៏ល្អនេះហើយទៅម៉ាក់បានក្លាយជាម្ដាយម្នាក់ទៀតបន្តវេនល្អរបស់គាត់នោះផ្សព្វផ្សាយមេត្តាធម៌ដល់ក្មេងដែលខ្វះការកក់ក្ដៅដោយចិត្តបរិសុទ្ធហើយចុះគាត់គឺជានរណាដែរទៅម៉ាក់បើកូនចង់ស្គាល់ចាំម៉ាក់នាំកូនទៅជួបលោកនៅដំណាច់សប្តាហ៍នេះយ៉ាងម៉េចដែរបាទកូនពិតជាចង់ស្គាល់លោកណាស់នៅភូមិបឹងរាំងតាមដងផ្លូវពីបាត់ដំបងទៅភ្នំសំពៅចារ៉ាន់កំពុងជ្រៀកអស់ក្បែរផ្ទះតម្រៀបហាលថ្ងៃស្រាប់តែក្រឡេកឃើញរថយន្តមួយបរចូលមកដល់ទីធ្លាមុខផ្ទះក៏ស្ទុះងើបស្រែកហៅម៉ែអូនដាបងយ៉ានិងក្រុមគ្រួសាររបស់គាត់មកលេងយើងណាជាខននិងនាងដាកំពុងរលាស់ខោអាវហាលមិនឆ្ងាយពីទីនោះប៉ុន្មានទេគ្រាន់តែឮសំឡេងចារ៉ាន់ស្រែកហៅក៏នាំគ្នារត់មកទទួលយ៉ាងលឿនកូនយ៉ាលោកវណ្ណៈជំរាបសួរម៉ែនាងយ៉ាលើកដៃសំពះម្ដាយម៉ែនឹកកូនណាស់យ៉ាជំរាបសួរម៉ែលោកវណ្ណៈលើកដៃសំពះយាយខនថ្ងៃនេះខ្ញុំនិងអូនយ៉ានាំចៅមកលេងម៉ែអរគុណណាស់កូនម៉ែក៏កំពុងនឹកចៅគ្រប់គ្នាដែរជំរាបសួរលោកយាយជំរាបសួរចៅលើកដៃសំពះលោកយាយលើកដៃថ្វាយព្រះណាចៅរំពេចនោះវ៉ាន់ឌីដើរចុះពីឡានក្រោយគេកាន់ថាសប្រាក់ដាក់ផ្កានិងស្លាធម៌ព្រមទាំងវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនមុខទៀតដើរចូលដល់ចំពោះមុខយាយរួចហើយក៏បន្ទន់កាយវន្ទាចៅឈ្មោះវ៉ាន់ឌីជាកូនប្រុសច្បងរបស់លោកប៉ាវណ្ណៈថ្ងៃនេះសូមចូលខ្លួនមកជម្រាបអរគុណនិងមកសូមជូនពរយាយចំពោះការដែលយាយបានជួបមនុស្សល្អម្នាក់សម្រាប់ក្រុមគ្រួសាររបស់ចៅនោះគឺម៉ាក់យ៉ារបស់ពួកយើងសូមយាយមេត្តាទទួលនៅអំណរគុណពីចៅផងថាហើយគេក៏លុតជង្គង់ជូនថាសប្រាក់ដល់យាយខនដោយកិរិយាអោនលំទោនយាយខនឈរធ្វើភាំងលោកវណ្ណៈក៏មានប្រសាសន៍ពន្យល់ថាម៉ែសូមម៉ែទទួលពីចៅផងព្រោះគេមានសេចក្តីសោមនស្សដែលគេបានទទួលនៅសេចក្តីកក់ក្ដៅក្នុងគ្រួសារតាំងពីថ្ងៃដែលយ៉ាបានមករស់នៅជាមួយពួកយើងមកយាយខនបែរមើលលោកវណ្ណៈនិងចរិយារួចហើយបែរមើលមុខចៅទាំងអស់គ្នាទំនងជាចង់ដឹងថាតើគាត់គួរទទួលយកឬក៏យ៉ាងណាលុះឃើញស្នាមញញឹមលើផ្ទៃមុខគ្រប់គ្នាយាយក៏ញញឹមឡើងហើយលូកដៃទទួលយកថាសប្រាក់ពីដៃចៅដោយដួងចិត្តរំភើបបន្តិចក្រោយមកអ្នកទាំងអស់គ្នាអង្គុយសំណេះសំណាលជាក្រុមគ្រួសារនៅលើគ្រែឫស្សីមួយក្រោមផ្ទះវ៉ាន់ឌីអង្គុយសម្លឹងនាងចិន្តាមិនដាក់ភ្នែកចរិយាឃើញដូច្នោះក៏ដើរទៅជិតវ៉ាន់ឌីហើយនិយាយថាវ៉ាន់ឌីឃើញទេសូម្បីតែចិន្តាដែលជាក្មេងពិការហើយធ្លាប់បានប្រទះនឹងព្យុះជីវិតយ៉ាងកំណាចក៏ពិតមែនប៉ុន្តែនាងអាចដើរឆ្លងគ្រោះនោះផុតមកដោយជោគជ័យនោះក៏ព្រោះតែកម្លាំងចិត្តនិងភាពកក់ក្ដៅនៅក្នុងរង្វង់គ្រួសារដែលធ្វើឲ្យនាងទទួលភាពរឹងប៉ឹងផ្លូវចិត្តមកវិញយ៉ាងមុតមាំមនុស្សយើងណាមិនថាអ្នកមានអ្នកក្រចាស់ក្មេងប្រុសស្រីយ៉ាងណាទេតែងតែត្រូវការ
ការកម្លាំងចិត្តពីគ្រួសាររបស់យើងជានិច្ចការរត់គេចចោលផ្ទះការកាត់កាល់ចំណងរបស់ខ្លួនពីគ្រួសារមិនបានធ្វើអ្វីឲ្យជីវិតរបស់យើងក៏ប្រសើរជាងមុនទេគ្រួសារជាប្រភពកម្លាំងចិត្តជាមូលដ្ឋាននៃភាពកក់ក្ដៅក្នុងជីវិតមនុស្សកាលបើគ្រួសារគ្មានសេចក្តីសុខជីវិតរបស់សមាជិកគ្រួសារនឹងជួបវិបត្តិទៅតាមនោះដែរ បាទមែនហើយខ្ញុំក៏បានពិសោធន៍ជីវិតនោះដោយផ្ទាល់ខ្លួនឯងឃើញថាជីវិតភ្លើតភ្លើនរំភើបសប្បាយនៅក្រៅផ្ទះនោះគ្រាន់តែជាស្រមោលភូតផរឲ្យយើងភ្លេចស្មារតីតែប៉ុណ្ណោះជីវិតនោះមិនបាននាំឲ្យយើងស្ងប់សុខមានលំនឹងថិតថេរដោយភាពកក់ក្ដៅក្នុងគ្រួសារដែលយើងធ្លាប់បានទទួលនោះឡើយពេលនេះខ្ញុំយល់ហើយថាហេតុអ្វីចាស់ចូលចិត្តផ្ដាំកូនកុំឲ្យប្រព្រឹត្តខ្លួនជាបុគ្គលឆាប់ភ្ញាក់ផ្អើលឆាប់ជឿសម្ដីគេឆាប់ច្រឡោតភ្លេចការពិចារណាហេតុផលខុសនឹងត្រូវ មែនហើយវ៉ាន់ឌីបានទទួលមេរៀនហើយបានដឹងខ្លួនតាន់ពេលវេលាអាចមានឱកាសវែងឆ្ងាយតទៅទៀតសម្រាប់ដើរស្វែងរកភាពចម្រុងចម្រើនគិតទៅវ៉ាន់ឌីជាមនុស្សដែលមានភ័ព្វសំណាងដ៏ល្អប្រសើរម្នាក់ដឹងទេ ហើយខ្ញុំសូមបន់ស្រន់ឲ្យខ្ញុំសំណាងដូច្នេះរហូតទៅណាម៉ាក់ អ្នកទាំងពីរញញឹមដាក់គ្នាយ៉ាងស្រស់បំព្រងនៅក្នុងរោងស្បូវក្នុងដីចំការលោកវណ្ណៈអង្គុយមើលកូនដែលរត់ប្រឡែងគ្នាជុំវិញមាត់ស្រះប្រលិតទាំងទឹកមុខញញឹមនៅក្បែរនោះចរិយាអង្គុយយល់អង្រឹងក្រមាឲ្យនាងតូចបើគេងលៀមនោះលោកវណ្ណៈបែរមកមើលភរិយាហើយក៏មានប្រសាសន៍ឡើងថា បងមិនដែលនឹកស្មានសោះថាជនបទស្រែចម្ការមានភាពមនោរម្យដល់ថ្នាក់នឹងអូនយ៉ា ចាស់បងស្រុកជនបទស្រែចម្ការថ្វីបើមិនជឿនលឿនតែផ្ដល់នៅភាពមនោរម្យដល់ជីវិតមនុស្សគ្រប់គ្នា ប្រហែលជាដូច្នេះទេដឹងបានជាអ្នកជនបទមានចិត្តគំនិតស្ងប់សុខជាងអ្នកទីក្រុង ហេតុអ្វីទៅដែលនាំឲ្យបងមានគំនិតដូច្នោះ គឺអ្នកស្រុកមិនសូវអាត្មានិយមប្រកាន់ខ្លួនដូចអ្នកទីក្រុងនោះអី បងឃើញអញ្ចឹងមែនទេ មែនណាដូចជាភាពមនោរម្យនៅភូមិបឹងរាំងនេះអញ្ចឹងបានធ្វើឲ្យបេះដូងបុរសទីក្រុងដូចជាបងនេះទន់ជ្រាយអស់រលីងនៅពេលបងប្រទះក្រមុំអ្នកភូមិម្នាក់នេះបន្ទាប់មកបងក៏ឆ្លក់វង្វេងស្រឡាញ់នាងងើបមុខលេងរួចតែម្ដង ចរិយាញញឹមអៀនអងបញ្ចោអូនរហូតបងអ่ะ បងនិយាយការពិតណាយ៉ាមើលសំបីតែពេលពលរដ្ឋសាមញ្ញដូចម៉ែក៏មានសិលធម៌ក្នុងខ្លួនពេញលក្ខណៈគ្រប់គ្រងកូនចៅសុខសេមសានគ្មានរើសមុខដែរមិនខុសឡើយពីភាពមនោរម្យរបស់ភូមិនេះទេបើគិតឲ្យម៉ត់ចត់ទៅមិនមែនមានតែអ្នកទីក្រុងឋានៈខ្ពង់ខ្ពស់នោះទេដែលអាចអប់រំកូនចៅឲ្យប្រសើរបានសូម្បីតែអ្នកស្រុកជនបទធម្មតាក៏អាចអប់រំកូនឲ្យប្រសើរឡើងបានដែរបើសិនជាគេស្គាល់នៅតម្លៃនៃសិលធម៌យ៉ាងពិតប្រាកដនោះ លោកវណ្ណៈលោកចាប់ដៃភរិយាមកកាន់ហើយនិយាយបន្តថា កាលបើម្ដាយអូនជាសារណីមេដារូបអូនជាសារណីមេដាកូនរបស់យើងក៏ទទួលបាននៅភាពកក់ក្ដៅពីសារណីមេដាសង្ឃឹមថាមេដាបិតាទូទៅក្នុងសង្គមនឹងត្រង់ត្រាប់នៅគោលគំនិតសារណីមេដាផ្ដល់ក្តីមេត្តាសន្តោសករុណានិងក្តីស្រឡាញ់ដល់ក្មេងទូទៅមិនថាក្មេងទាំងនោះជាកូនបង្កើតកូនដើមកូនចុងឬគ្រាន់តែជាក្មេងកំព្រាអនាថាក្តីកាលបើក្មេងបានទទួលសេចក្តីកក់ក្ដៅពីក្រុមគ្រួសារហើយគេច្បាស់ជាคล้ายជាក្មេងរឹងប៉ឹងមានជំនឿលើខ្លួនឯងសាងខ្លួនក្នុងផ្លូវល្អដើរលើផ្លូវល្អមិនបណ្ដោយឲ្យខ្លួនធ្លាក់ក្នុងជីវិតវិបយោគឬឧក្រិដ្ឋឡើយយ៉ាគិតថាបងនិយាយត្រូវទេអូន ចាស់បងត្រូវណាស់ប៉ុន្តែបងនៅភ្លេចរឿងមួយទៀត ភ្លេចរឿងអីទៅយ៉ា រឿងដែលបងថានឹងជួយឲ្យអូនបានធ្វើគ្រូនោះអី ពុទ្ធោអើយបងមានភ្លេចណាអូនពូកែសរសេរកំណាព្យណាស់ហើយអូនក៏ចេះប្រើអ៊ីនធឺណិតទៀតចាំដល់អូនរឹងដៃរឹងជើងជាងនេះបន្តិចអូនអាចចូលរៀនហ្វឹកហាត់ខាងស្ថាបនាគេហទំព័រដើម្បីបង្កើត website បង្រៀនខ្មែរពីការនិពន្ធកំណាព្យនិពន្ធអត្ថបទផ្សេងបង្រៀនសិលធម៌ផងរក្សាវប្បធម៌អក្សរសាស្ត្រយើងផងហើយអាចឲ្យក្មេងចូលមកបញ្ចេញស្នាដៃរបស់គេនៅលើគេហទំព័រនោះផងពេលនោះអូននឹងក្លាយជាអ្នកដឹកនាំនៅលើគេហទំព័រមួយនោះមិនខានម្យ៉ាងទៀតអូនក៏អាចយកស្នាដៃទាំងឡាយរបស់អូនមកបោះពុម្ពជាសៀវភៅចែកចាយពេញស្រុកខ្មែរថែមទៀតផងបងពិតជាមិនបណ្ដោយឲ្យទេពកោសល្យនិងគុណសម្បត្តិដ៏ល្អរបស់អូនត្រូវសាបសូន្យបាត់បង់ទៅដោយអាសាបងនោះឡើយដឹងហើយឬនៅប្រពន្ធបណ្ដោយចិត្តបង ចរិយាញញឹមដាក់ស្វាមីដោយដួងចិត្តសោមនស្សហើយនឹងមានមោទ
តនភាពបំផុតចាអរគុណណាប្តីសម្លាញ់ដែលមិនទុកឲ្យអូនធ្វើការងារត្រឹមតែជាមេផ្ទះថែគ្រួសារអូនពិតជាត្រូវការបង្អែកកក់ក្ដៅពីបងណាស់ដើម្បីឲ្យក្តីសម័យរបស់អូនคล้ายទៅជាការពិតចរិយាប្តីក្បាលទៅលើស្មាលោកវណ្ណៈសម្ដែងនៅការទុកចិត្តនិងក្តីគោរពយ៉ាងជ្រាលជ្រៅចំពោះស្វាមីរីឯលោកវណ្ណៈវិញក៏ស្រវាត្រកងចង្កេះភរិយាយ៉ាងណែនដើម្បីបញ្ជាក់នៅសេចក្តីស្រឡាញ់របស់លោកចំពោះយ៉ាពេញបេះដូង